គូតរចនាគំនូសបិនស្ត្រីដែលមានរយៈពេលជិត10ឆ្នាំទៅហើយកម្មវិធីនេះបានក្លាយទៅជាកម្មវិធីសំខាន់មួយបានជំរុញទឹកចិត្តឲ្យក្មេងស្រីកម្ពុជាចូលទៅក្នុងវិស័យរចនាកម្មវិធីនេះត្រូវបានរៀបចំឡើងជាថ្មីនៅឆ្នាំ2023ក្រោយអាក់ខានអស់រយៈពេល3ឆ្នាំដោយសារតែ COVID-19 ការប្រកួតនឹងផ្ដល់ពានរង្វាន់សម្រាប់កម្មវិធីរចនាគំនូសបិនស្ត្រីត្រូវបានរៀបចំឡើងជាថ្មីនៅថ្ងៃចុងសប្តាហ៍កន្លងទៅកម្មវិធីនេះត្រូវបានបង្កើតឡើងដោយលោកស្រី Wakanda Nukwe ជាសហគ្រិនជនជាតិជប៉ុនដែលបានមករស់នៅនិងប្រកបអាជីវកម្មនៅកម្ពុជាកម្មវិធីខកខានការរៀបចំអស់រយៈពេលជាច្រើនឆ្នាំដោយសារ COVID-19 ដោយទើបរៀបចំជាថ្មីនៅក្នុងឆ្នាំ2023នៅក្នុងឱកាសនោះដែរលោកស្រីជាស្ថាបនិកកម្មវិធីបានលើកឡើងថាការរៀបចំកម្មវិធីនេះឡើងដោយសារមើលឃើញពីភាពខ្វះខាតអ្នកជំនាញរចនាលើសពីនេះគឺដើម្បីលើកទឹកចិត្តនិងបង្កើតឱកាសក្មេងស្រីកម្ពុជាឈានចូលវិស័យរចនាសម្រាប់ក្តីសុបិនរបស់ខ្លួន Okay, 10 years ago, 2000. គាត់បានមកកម្ពុជាលើកដំបូងនៅឆ្នាំ2009ដោយពេលនោះគាត់បានទៅទស្សនាប្រាសាទអង្គរវត្តហើយគាត់ឃើញក្បាច់រចនាស្អាតខ្លាំងមែនទែនដែលគាត់គិតថាប្រហែលជាប្រជាជនជាពិសេសស្ត្រីនៅក្នុងប្រទេសកម្ពុជាមានសមត្ថភាពក្នុងការអាចធ្វើ design បានឲ្យពួកគាត់ទទួលបានកម្រៃក្នុងការគេថាឯករាជ្យហិរញ្ញវត្ថុ Come through same time, I thought. ចាប់តាំងពីការរៀបចំឲ្យមានការវិធីប្រកួតប្រជែងរចនាសម្រាប់ស្ត្រីកម្ពុជានេះឡើងក៏បានជួយឲ្យបេក្ខនារីមួយចំនួនក្លាយទៅជាអ្នកជំនាញរចនាអាជីពនិងបានបើកអាជីវកម្មផ្ទាល់ខ្លួនលើវិស័យរចនាផងដែរជាក់ស្ដែងលោកស្រីហៀងវត្តីដែលជាអតីតជ័យលេភីរយៈពេលប្រមាណ10ឆ្នាំកន្លងទៅនេះក៏បានលើកឡើងថាកម្មវិធីនេះពិតជាសម្រេចបាននូវក្តីសុបិនរបស់ខ្លួនលើវិស័យរចនាជាក់ស្ដែងបច្ចុប្បន្នលោកស្រីក៏បានក្លាយទៅជាស្ថាបនិកក្រុមហ៊ុនមួយផងដែរមែនទែនទេវាធ្វើឲ្យយើងមានមកចង់និយាយថាក្តីសង្ឃឹមហើយយើងបានប្រកួតប្រជែងយើងគិតថាស្នាដៃយើងគឺមានអ្នកទទួលស្គាល់ហើយមានការដែលប្រើប្រាស់ឬក៏ឃើញនៅតាំងនៅកន្លែងផ្សេងៗធ្វើឲ្យយើងហ្នឹងកាន់តែសក្តីសង្ឃឹមទៅហើយបច្ចុប្បន្នឆ្លងកាត់នៅកម្មវិធីនេះគឺធ្វើឲ្យជីវិតរបស់ខ្ញុំគឺមានក្តីសង្ឃឹមច្រើនទៅច្រើនហើយជាពិសេសគាត់គឺជា idol របស់ខ្ញុំអញ្ចឹងធ្វើអីខ្ញុំតែងតែភាសាមួយគាត់សួរនាំគាត់ហើយមកដល់បច្ចុប្បន្នគឺខ្ញុំមានភាពក្លាហានទៅបើកក្រុមហ៊ុនខ្លួនឯងមានភាពក្លាហានយកគំនូរបស់យើងស្នាដៃរបស់យើងហ្នឹងទៅបង្ហាញទៅ design ផ្សេងៗដូចជាកាបូបជាអីចឹងទៅហើយខ្ញុំក៏មានក្រុមហ៊ុន design ជាក្រុមហ៊ុនយើងធ្វើ branding យើងធ្វើ logo អីហើយយើងក៏បានបង្រៀនអ្នកជំនាន់ក្រោយដើម្បីឲ្យគាត់កាន់តែល្អជាងនឹងហើយយើងបដិបដាលហើយបច្ចុប្បន្នខ្ញុំក៏មានលទ្ធភាពក្នុងការរៀបចំកម្មវិធីនេះជាមួយគាត់ដែរសម្រាប់កញ្ញាហ្សនប៊ុនសុជាតាជាជ័យលាភីមួយរូបក្នុងចំណោមជ័យលាភីជាច្រើនក្នុងឆ្នាំ2023នេះបានលើកឡើងពីភាពរីករាយចំពោះការទទួលបានពានរង្វាន់ចំនួន2សម្រាប់ការប្រកួតឆ្នាំនេះកញ្ញាចាត់ទុកថាវាជាកម្មវិធីតម្រង់ទិសដែលល្អសម្រាប់យុវតីកម្មវិធីនេះល្អពួកអីវាដូចតម្រង់ផ្លូវឲ្យយើងដើរថាយើងចង់ថ្ងៃអនាគតចង់ខ្លាចជាអីបើយើងមាន skill ថាយើងចេះគូចេះ design យើងអាចមកសាកល្បងក្នុងកម្មវិធីនេះបានគូបញ្ជាក់ដែរថាអ្នកឈ្នះក្នុងកម្មវិធីប្រកួតរចនាគំនូសបិនស្ត្រីក៏ទទួលបានឱកាសរៀនសូត្រនិងអាហារូបករណ៍ក្នុងសាលាសិល្បៈលើសពីនេះស្នាដៃរបស់បេក្ខនារីមួយចំនួនក៏ត្រូវបានយកទៅប្រើប្រាស់បង្ហាញតាមហាងមួយចំនួននៅផ្សារទំនើបអ៊ីអុននិងប្រលានយន្តហោះផងដែរ